កុំប៉ះពាល់ខ្ញុំទាំងដែលមិនទាន់ស្គាល់ខ្ញុំច្បាស់បើមិនទាន់ស្គាល់ខ្ញុំច្បាស់ទេកុំទាន់ថាខ្ញុំអាក្រក់ហើយក៏កុំយកសមត្ថភាពខ្ញុំទៅប្រៀបធៀបនឹងគេព្រោះចំណុចចាប់ផ្ដើមខុសគ្នាយើងល្អហើយគ្រាន់តែខុសកន្លែងទើបតម្លៃយើងបានត្រឹមប៉ុណ្ណឹងស្អប់យើងក៏ស្អប់ចុះមកដល់ពេលនេះហើយយើងគ្មានពេលទៅត្រអ្នកណាទេជោគជ័យគេសរសើរបរាជ័យគេរិះគន់គេមិនបានមើលលើអ្វីដែលយើងខំប្រឹងប្រែងកន្លងមកនោះទេប៉ុន្តែគេមើលឃើញតែលទ្ធផលយើងប៉ុណ្ណោះខ្ញុំជឿលើទង្វើមនុស្សអាចនិយាយអ្វីក៏បានដែរប៉ុន្តែទង្វើគឺជាអ្នកបញ្ជាក់បានគ្រប់យ៉ាងដូច្នេះហើយខ្ញុំមិនជឿលើសម្ដីទេរឿងអីខ្ញុំទៅខ្វល់សម្ដីពួកអ្នកឯងកុំឈប់កណ្ដាលទីត្រូវប្រឹងឲ្យដល់គោលដៅចូលជាហៅមកឆ្ងាយហើយខិតខំរាល់ថ្ងៃព្រោះមិនចង់នៅកន្លែងដដែលជូនពរខ្លួនឯងឲ្យឆ្លងផុតគ្រប់រឿងដែលកំពុងជួបប្រទះដឹងគិតអីក្នុងខ្លួនចូលមកបោកឲ្យស្រឡាញ់ហើយរួចក៏ចេញទៅបាត់និយាយមែនស្អប់អចរិតនឹងណាស់ខ្ញុំឆ្ងល់ខ្លួនឯងថាហេតុអ្វីឆាប់ជឿគេម្លេះទាំងដឹងថាគេបោកហើយចរិតខ្ញុំសុខចិត្តឲ្យគេមើលងាយថាជាមនុស្សល្ងងក៏មិនបង្ហាញសក្តានុពលរបស់ខ្លួនដែរពេលខ្លះតរតែយើងឈប់លះបង់ទើបនោះជុំវិញខ្លួនចាប់ដើមដឹងថាយើងមានតម្លៃចំពោះពួកគេកម្រិតណារឿងក្នុងโลกនេះគ្មានអ្នកណាស្មានដល់គ្រប់រឿងនោះទេដូច្នេះគូកែប្រែអំពើណាមិនល្អដូចជានិយាយបង្កាច់បង្ខូចអ្នកដតីសុទ្ធតែរឿងត្រូវលះបង់កុំបៀតបៀនគេប្រយ័ត្នវិនិច្ឆ័យខ្លួនឯងកុំខ្វល់ច្រើនពេកជីវិតយើងអ្នកណាចង់ល្អជាងយើងក៏ល្អទៅអ្នកណាចង់ឈ្នះយើងក៏ឈ្នះទៅមនុស្សខ្លាំងពឹងលើសមត្ថភាពធ្វើការមនុស្សមិនបានការពឹងសមត្ថភាពអែបអបឆ្ងល់ថាហេតុអ្វីត្រូវស្ដាប់សម្ដីគេបើយើងដួលក៏ម្នាក់ឯងយើងវេទនាក៏ម្នាក់ឯងយើងមិនមែនជាកូនអ្នកមានមែនតែយើងអត់ថោកទៅត្រអ្នកមានទេធម្មតាណាស់ខ្ញុំអ្នកស្គាល់ខ្ញុំស្គាល់អ្នកវិញដូចគ្នាគប់ចិត្តមិនត្រូវស្លូតពេកគេប្រមាថកាចពេកគេស្អប់ទោះបីមនុស្សអគ្រប់ដបគប់ចិត្តមិនត្រូវដែរអនាគតខ្ញុំបែបណាខ្ញុំមិនដឹងទេដឹងត្រឹមថារាល់ថ្ងៃនេះខ្ញុំខំប្រឹងព្យាយាមតស៊ូណាស់កុំស្ដាយរបស់ដែលបាត់បង់ទៅចង់ជោគជ័យលឿនកុំគិតរឿងអវិជ្ជមានហើយក៏កុំគិតស្មុគស្មាញច្រើនពេកត្រូវគិតមួយរាល់បញ្ហាសុទ្ធតែមានដំណោះស្រាយគ្រាន់តែត្រូវការពេលវេលាប៉ុណ្ណោះពេលនេះជីវិតខ្ញុំសូមមិនប្រជែងនឹងអ្នកណាឡើយសូមត្រឹមជំនះនឹងភាពខ្វះខាតរបស់ខ្លួនឯងគឺគ្រប់គ្រាន់ហើយមនុស្សខ្លះនិយាយពីគេអាក្រក់ដើម្បីលើកខ្លួនឯងឲ្យល្អខ្ញុំមិនស្ដាយមនុស្សប្រភេទអ្នកឯងទេកុំគិតឲ្យសោះព្រោះថាអ្នកគ្មានចំណុចណាដែលធ្វើឲ្យខ្ញុំនឹកស្ដាយនោះទេហើយក៏ខ្ញុំមិនបានស្អប់ស្នេហាដែរប៉ុន្តែខ្ញុំស្អប់ចង់បញ្ចប់នៃស្នេហាអ្នកដែលចូលចិត្តនៅម្នាក់ឯងស្ងាត់ស្ងៀមមិនចម្លែកទេព្រោះគាត់ចូលចិត្តការរាប់អានតែមនុស្សចិត្តស្និទ្ធពី3នាក់ប៉ុណ្ណោះព្រោះពេលខ្លះគាត់គិតថាការរាប់អានមនុស្សកាន់តែច្រើនបញ្ហាក៏កាន់តែច្រើនមិននិយាយមិនមែនមិនដឹងនោះទេព្រោះរឿងខ្លះខ្ញុំចូលចិត្តស្ដាប់មុននឹងជឿរឿងចេញពីមាត់នរណាម្នាក់ឲ្យមើលសន្តានអ្នកនិយាយសិនព្រោះមនុស្សខ្លះមាត់ផ្សេងចិត្តផ្សឹង